ប្រជាកសិករដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែប្រសពនឹងក្រុងបាត់ដំបងស្រុកសង្កែនិងស្រុកបាណន់បាននឹងកំពុងធ្វើការដាំដុះដំណាំបន្លែចម្រុះមានដូចជាស្ពៃជើងទាសាឡាត់ម្ទេសជីខ្ទឹមសខ្ទឹមក្រហមខាត់ណាដើមនិងស្ពៃក្តោបស្ពៃខៀវស្ពៃក្រញាញ់និងត្រកួនជាដើមដើម្បីផ្គត់ផ្គង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាអ្នករស់នៅភូមិស្លក្រាមឃុំវត្តតាមឹមស្រុកសង្កែខេត្តបាត់ដំបងអ្នកស្រីយុនសុកលីបានឲ្យដឹងថាឆ្នាំនេះមិនខុសពីឆ្នាំមុននោះទេប្រជាកសិករជាច្រើនជាពិសេសអ្នករស់នៅតាមដងស្ទឹងសង្កែនៃភូមិខ្សាច់ពយសង្កាត់វត្តគោក្រុងបាត់ដំបងភូមិកំពង់ឆ្លងឃុំឈើទាលស្រុកបាណន់និងភូមិស្លក្រាមឃុំវត្តតាមឹមស្រុកសង្កែបាននាំគ្នាដាំដំណាំបន្លែចម្រុះនៅតាមជម្រាលដងស្ទឹងសង្កែមានការកើនឡើងខ្លាំងដើម្បីធ្វើការផ្គត់ផ្គង់របរហូបចុកប្រចាំថ្ងៃផងនិងនៅសល់មួយផ្នែកទៀតនាំយកទៅលក់នៅទីផ្សារសហគមន៍និងតាមទីផ្សារមួយចំនួនទៀតក្នុងក្រុងបាត់ដំបងដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារថែមទៀតអ្នកស្រីយុនសុកលីបានបង្ហាញដែរថាក្រុមគ្រួសារអ្នកស្រីមានផ្ទៃដីដាំដុះនៅតាមជម្រាលស្ទឹងសង្កែនេះមានបណ្ដោយប្រវែង100ម៉ែត្រនិងទទឹង13ម៉ែត្រដោយបានចាប់ផ្ដើមដាំតាំងពីខែវិច្ឆិការហូតដល់ទឹកស្ទឹងឡើងលិចទើបឈប់ដាំហើយការដាំដុះបន្លែចម្រុះបែបនេះបានបន្តធ្វើតាំងពីជីដូនជីតារបស់អ្នកស្រីមកម្លេះពលគឺការដាំបន្លែនេះបានក្លាយជាមុខរបរមួយដ៏សំខាន់ក្នុងការរកប្រាក់ចំណូលប្រចាំគ្រួសារបានមួយផ្នែកដែលគ្រួសារអ្នកស្រីក៏ដូចជាប្រជាកសិករផ្សេងទៀតបានខិតខំដាំដុះក្រោយពីការធ្វើស្រែបានទំនេរដៃមួយរយៈក៏ចាប់ផ្ដើមដាំបន្លែបន្ថែមដោយមិនទុកដីឲ្យនៅទំនេរចោលនោះឡើយខ្ញុំដាំម្ទេសចានេះម្ទេសនេះយើងចាប់ផ្ដើមដាំបដើហើយដល់ពេលយើងដកខ្ទឹមអស់ម្ទេសយើងធំល្មមដាំដំណាំចឹងឯងពេលដែលគាត់ត្រូវធ្វើស្រែគឺគាត់ទៅធ្វើស្រែនិយាយទៅធ្វើស្រែគាត់តែហូបអញ្ចឹងណាពី3ឬក៏មួយអាទិត្យអីអញ្ចឹងទៅគឺគាត់ចាប់ផ្ដើមមកដាំដំណាំរបស់គាត់វិញហើយចាគឺដាំបន្តរហូតអស់ពីមួយមុខដល់មួយមុខអញ្ចឹងទៅនិយាយទៅអ្នកតាមភូមិនេះគឺជីវភាពរស់របស់គាត់សមរម្យចាមកថាមកដោះស្រាយបានគាត់មើលទៅមិនពិបាកអត់ទឹកឲ្យតនេទេគឺដាំជាប់អញ្ចឹងរហូតតទៅដល់ខែលិចទឹកដំណាំខ្មែររបស់យើងចាដែលលក់នៅទីផ្សារហ្នឹងសូមឲ្យគាត់គ្រប់គ្រងនិងជួយទិញឲ្យបានច្រើនដល់ពេលពួកគាត់ទិញបានច្រើនរបស់ខ្មែរយើងអញ្ចឹងអ្នកដាំក៏មានកម្លាំងចិត្តនឹងដាំដែរដោយឡែកលោកឈឹមយោតក៏ជាអ្នករស់នៅភូមិស្លក្រាមឃុំវត្តតាមឹមស្រុកសង្កែនេះដែរបានបញ្ជាក់ថាក្រោយពីទំនេរពីការងារជាមេភូមិលោកនិងក្រុមគ្រួសារបានធ្វើការដាំដំណាំបន្លែចម្រុះជាច្រើនមុខដើម្បីដោះស្រាយជីវភាពរស់នៅក្នុងគ្រួសារឲ្យបានល្អប្រសើរឡើងការងារដាំដុះបន្លែចម្រុះដែលប្រជាកសិករបានដាំដុះនេះគឺជាមុខរបរបន្តបន្សំតែប៉ុណ្ណោះខែ11មករហូតទៅដល់ខែ6ខែ7បានទឹកលិចអញ្ចឹងវារយៈពេលយូរដែរដាំតលទឹកស្ទឹងនេះឡើងមកឆ្នាំខ្លះទៅវាឆាប់ភ្លៀងអញ្ចឹងណាឆាប់ភ្លៀងទឹកស្ទឹងនេះហះជន់ឡើងមកវាលិចដីនេះតែជួនកាលលិចទៅអញ្ចឹងលិចហើយអញ្ចឹងពី3យប់អញ្ចឹងទៅស្រកទៅគេអាចដាំបានទៀតដាំជាស្ពៃជាឆៃស៊ីមជាអីអញ្ចឹងណាបាទដាំបានខ្លះទៀតនៅកន្លែងនេះជាពិសេសបងប្អូនយើងមិនសូវមានអ្នកតំណេរទេសិតតែដាំដំណាំគ្រប់គ្នាធ្វើបោតែអ្នកដាំភាគច្រើនអ្នកដែលអត់ដាំมันមានទេដូចថាវាមានដែរវាមានភាគរយតិចណាថាជា1%ឬក៏2%តែប៉ុណ្្នឹងទេដែលអ្នកដែលអត់ដាំនិងអ្នកដែលអត់ដីហ្មងអ្នកមានដីគឺត្រូវតែដាំគ្រប់តែគ្នាអញ្ចឹងឲ្យតែដល់រដូវនេះហើយទី2នៅនេះវាអំណោយផលរឿងទឹកចិត្តប្រភពទឹកអញ្ចឹងក្នុងការដាំដុះវាងាយអញ្ចឹងបណ្ដប់នេះគឺដាំគ្រប់គ្នាអញ្ចឹងទាំងលើទាំងក្រោមនៅខាងលើបែកខាងលើនេះវាគ្រាន់ថាគេដាំដំណាំមិនជាដំណាំវិលងាយទេអានឹងដំណាំប្រចាំខែប្រចាំឆ្នាំគេដូចជាស្អំខាងនេះយើងមិនអាចដាំស្អំបានដោយសារខែវស្សាឡើងទឹកលិចនៅភូមិនេះសម្បូរតែអ្នកដាំជាអីទៅបីគាត់ចាស់ជារាដែលអាចនៅជារះស្មៅកើតអីចឹងគាត់មកជួយជារះស្មៅកូនអីចឹងទៅកូនអ្នកស្រោចអ្នកអីចឹងទៅហើយដោយឥឡូវនេះយើងប្រើប្រព័ន្ធស្រោចដោយម៉ូទ័រមានអីចឹងយើងអត់រែកដូចមុនទេបើកាលពីដើមឡើយយើងប្រើរែកនឹងស្មាឡើងវាស្ទឹងបដ ாய் ឥឡូវនេះយើងប្រើប្រព័ន្ធស្រោចស្រពដែលរដ្ឋាភិបាលបានរាយប្រព័ន្ធអគ្គិសនីមកគ្រប់ទីកន្លែងទាំងអស់អញ្ចឹងយើងក៏ងាយស្រួលក្នុងការ
ប្រើម៉ូទ័រប្រើអីបូមស្រោចចឹងទៅដូចខ្ញុំរាល់ថ្ងៃនេះក៏បូមស្រោចដូចគ្នាប្រើម៉ូទ័រស្រោចដូចគ្នាអត់មានរែកស្រោចទេតែប្រើប្រព័ន្ធម៉ូទ័រប្រព័ន្ធភ្លើងដែលរាជរដ្ឋាភិបាលបានគិតគូររាយជាភ្លើងជាអីមកចឹងទៅយើងស្រួលទិញតែម៉ូទ័រមួយមកបាទខ្សែភ្លើងដុំអីមកបាទតមកដាក់ទៅ តាមរយៈនេះប្រជាកសិករដាំដំណាំបន្លែនៅតាមជម្រាលដងស្ទឹងសង្កែបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅសូមជួយគាំទ្រដល់ផលិតផលបន្លែរបស់ប្រជាកសិករក្នុងស្រុកឲ្យបានច្រើនដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករយើងធ្វើការដាំដុះបន្លែបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាកសិករដែលមានមុខរបរដាំបន្លែចម្រុះឲ្យបានល្អប្រសើរផងដែរ